សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់វិជ្ជាករនៅក្នុងថ្នាក់ទី1នេះខ្ញុំនឹងបង្រៀនវិជ្ជាករអ្នកទាំងអស់គ្នាពីថ្នាក់ដំបូងរហូតដល់ថ្នាក់កម្រិត1ដែលអាចទៅប្រឡងជាមួយនឹងគេបានអូខេអញ្ចឹងមុននឹងចាប់ដើមការបង្រៀនរបស់ខ្ញុំសូមណែនាំនៅថាតើខ្ញុំប្រើសភៅអីក្នុងការបង្រៀនអ្នកទាំងអស់គ្នានៅក្រៅពីការបង្រៀនអ្នកទាំងអស់គ្នានៅសភៅ2ក្បាលនេះតើមានលទ្ធផលអ្វីខ្លះអូខេខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីវិជ្ជាករក្នុងសភៅ2ក្បាលនេះបើសិនមកអ្នកទាំងអស់គ្នាធ្លាប់រៀនហើយសូមវឹកហាត់ឡើងវិញម្ដងទៀតជាមួយនឹងខ្ញុំបើអ្នកអត់ទាន់រៀនទេគឺអាចរៀនពីជាមួយខ្ញុំតាំងពីដំបូងនេះទៅអូខេតើរៀនសភៅ2ក្បាលនេះចប់តើអ្នកទាំងអស់គ្នាអាចនឹងមានលទ្ធផលអ្វីខ្លះទី1អ្នកទាំងអស់គ្នាអាចចេះមូលដ្ឋានគ្រឹះនៃភាសាជប៉ុនមានសេចក្តីថាអ្នកទាំងអស់គ្នាអាចប្រើប្រាស់វិជ្ជាករក្នុងសភៅ2ក្បាលនេះដើម្បីទៅសន្ទនាជាមួយនឹងអ្នកដទៃទៅសរសេរអត្ថបទខ្លីៗឬក៏ទៅទំនាក់ទំនងជាមួយជនជាតិជប៉ុនបានមួយទៀតគឺអ្នកទាំងអស់គ្នាអាចទៅប្រឡងកម្រិតភាសាជប៉ុន N5 និង N4 បានហើយប្រហែលជាមានសិស្សមួយចំនួនគាត់អត់ទាន់ដឹងថាតើ N5 និង N4 ហ្នឹងគាត់មានសារៈសំខាន់និងមានតម្លៃប៉ុណ្ណាទេក៏ប៉ុន្តែខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាថាក្នុងភាសាជប៉ុនគឺមានកម្រិត5គឺចាប់ពីកម្រិត5កម្រិត4កម្រិត3កម្រិត2និងកម្រិត1ហើយតម្លៃនិងសារៈសំខាន់របស់សញ្ញាបត្រទាំងហ្នឹងគឺគេអាចទទួលស្គាល់ទូទាំងពិភពលោកគ្រប់ទីកន្លែងតែមានជាក្រុមហ៊ុនឲ្យតែជាក្រុមហ៊ុនជប៉ុនហើយដល់មានតម្លៃប៉ុណ្ណាទៅឧទាហរណ៍មួយចុះគឺ N1 បើសិនបើអ្នកនរគ្នាមានសញ្ញាបត្រ N1 គឺអ្នកទាំងអស់គ្នាអាចទៅធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុនដែលមានប្រាក់ខែយ៉ាងតិចពី600 700 800ទៅរហូតដល់ 1000 ឬ 1000 ជាងព្រោះគេឲ្យតម្លៃ N1 ណាដូច្នេះហើយអ្នកទាំងអស់សង្ឃឹមថាអ្នកទាំងអស់គ្នាអាចខិតខំប្រឹងប្រែងដើម្បីប្រឡងយកសញ្ញាបត្រមួយហ្នឹងអូខេក្រៅពីរៀនចប់វិជ្ជាហ្នឹងមិនត្រឹមតែមានលទ្ធផលតែ2ហ្នឹងទេគឺមានលទ្ធផលផ្សេងទៀតក៏ប៉ុន្តែខ្ញុំគឺផ្ដោតទៅលើតែ2ចំណុចហ្នឹងទេគឺធ្វើយ៉ាងម៉េចឲ្យអ្នករៀនជាមួយខ្ញុំគាត់ចេះមូលដ្ឋានគ្រឹះនៃភាសាជប៉ុននិងអាចយកទៅប្រឡងជាមួយនឹងអ្នកដទៃបានអូខេក៏ប៉ុន្តែចង់និយាយថាប្រសិនមកគ្រាន់តែស្ដាប់តាមខ្ញុំគឺមិនអាចថាធានា 100% ថាចេះមូលដ្ឋានគ្រឹះគឺអាចទៅប្រឡងគេបានទេទោះតែគ្រប់តាមលក្ខខណ្ឌរបស់ខ្ញុំសិនខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំលក្ខខណ្ឌទី1គឺមើលរាល់ថ្ងៃតែម្ដងទោះបីអ្នករបបប៉ុណ្ណាក៏ដោយត្រូវតែមើលវីដេអូខ្ញុំឬក៏ត្រូវតែមើលតាម page ខ្ញុំដើម្បីទាញយកវិជ្ជាករដែលខ្ញុំបានផុសជានៅរាល់ថ្ងៃហ្នឹងអូខេហើយសូមមើលតាមដំណើរនៃវិជ្ជាករនីមួយៗព្រោះអីវិជ្ជាករគឺតាក់ទងគ្នារហូតបើសិនមកយើងមិនមើលតគ្នាទេយើងអាចនឹងមិនច្បាស់ឬក៏យើងអាចមិនទាន់នៅវិជ្ជាករក្រៅទៀតគេមួយទៀតក្រៅពីអ្នកមើលក្រៅពីអ្នកសិក្សាឲ្យអ្នកទៅតែរៀនបង្កើតប្រយោគឲ្យបានច្រើនមានសេចក្តីថារៀនឲ្យកុំទុកចោលគឺរៀនឲ្យបង្កើតប្រយោគឲ្យបានច្រើនហើយគាត់ជាមានសិស្សចុះធ្វើមិនបានដើម្បីឲ្យដឹងថាប្រយោគដែលខ្ញុំបង្កើតហ្នឹងគឺត្រឹមត្រូវឬក៏ខុសអូខេអញ្ចឹងទីចុងក្រោយគឺឧស្សាហ៍ឆាតជាមួយខ្ញុំឬក៏ជាមួយនឹងសមាជិកក្នុងក្រុមឬក៏ផុសប្រយោគដែលយើងបង្កើតឲ្យនៅក្នុងក្រុមនៅពេលអ្នកឆាតរបស់ខ្ញុំឬក៏ផុសនៅក្នុងក្រុមគឺខ្ញុំអាចជួយកែសម្រួលអ្នកនរគ្នាថាត្រូវឬក៏ខុសអូខេអញ្ចឹងលក្ខខណ្ឌរបស់ខ្ញុំមានតែ3ហ្នឹងទេងាយទេប្រសិនបើអ្នកទាំងគ្នាអាចធ្វើបានខ្ញុំជឿជាក់ថាក្រោយពីរៀនសៀវភៅ2ក្បាលនេះចប់អ្នកលទ្ធផលដែលខ្ញុំឲ្យអ្នកនោះគឺចេះមូលដ្ឋានគ្រឹះភាសាជប៉ុននឹងអាចយកទៅប្រឡងបាននឹងអាចសន្ទនាជាមួយខ្ញុំបានដោយភាសាជប៉ុនអូខេកុំឲ្យកាត់ពេលយូរអញ្ចឹងខ្ញុំចាប់ដើមមេរៀនរបស់យើងមេរៀនទី1គឺយើងរៀនអំពី hajimemashite គឺយើងរៀនអំពីការណែនាំខ្លួនងាយទៅកាន់អ្នកដទៃទៅកាន់ដៃគូរបស់យើងអូខេសំណងប្រយោគទី1គឺわですតើគេប្រើប្រយោគនេះដើម្បីអីគេប្រើប្រយោគនេះគឺដើម្បីរៀបរាប់អំពីឈ្មោះរបស់យើងរៀបរាប់អំពីមុខងាររបស់យើងនិងរៀបរាប់អំពីសញ្ជាតិរបស់យើងអូខេហើយគេប្រើវាយ៉ាងម៉េចគេប្រើវាដោយនៅខាងមុខវ៉ាគេប្រើសព្វនាមនៅខាងក្រោយវ៉ាឬខាងក្រោយ des នៅមុខខាងមុខ des ហ្នឹងសំទោសខាងមុខ des ហ្នឹងគឺគេដាក់ឈ្មោះដាក់សញ្ជាតិឬក៏ដាក់មុខងារអូខេហើយជាអ្នកទាំងគ្នាអត់ទាន់យល់ឬក៏មានចម្ងល់សិនណាអញ្ចឹងយើងឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលឧទាហរណ៍ថាខ្ញុំចង់និយាយថាខ្ញុំឈ្មោះឆាយអញ្ចឹងគេត្រូវធ្វើយ៉ាងម៉េចខ្លះខ្ញុំត្រូវចេះពាក្យថាខ្ញុំក្នុងភាសាជប៉ុនគេនិយាយថាម៉េចអញ្ចឹងខ្ញុំក្នុងភាសាជប៉ុនគេនិយាយថាវ៉ាតាស៊ីអញ្ចឹងប្រយោគរបស់យើងនឹងអាចបង្កើតឡើងដោយងាយស្រួលគឺវ៉ាតាស៊ីវ៉ាឆាយです
watashi wa chai desu ok ត្រង់ចំណុចដាក់ឈ្មោះនេះគឺអ្នកនរគ្នាមិនចាំបាច់សេដូចខ្ញុំសេជាជប៉ុនក៏បានដែរនៅពេលអ្នកសន្ទនាជាមួយអ្នកដតីឬដៃគូជាមួយនឹងអ្នកដតីឬសន្ទនាជាមួយដៃគូរបស់អ្នកគឺអ្នកមិនចាំបាច់សរសេរទេអញ្ចឹងយើងអាចប្រើឈ្មោះជាអង់គ្លេសឬក៏ឈ្មោះជាខ្មែរយ៉ាងតែម្ដងឧទាហរណ៍យើងឈ្មោះកញ្ញាអញ្ចឹងយើងអាចនិយាយថា watashi wa kanya desu watashi wa kanya desu អូខេអញ្ចឹងងាយៗឲ្យតែយើងចេះសំណងប្រយោគហ្នឹងទៅគេអាចប្រើប្រាស់ប្រយោគនេះដើម្បីប្រាប់តែគេថាខ្ញុំឈ្មោះគេមួយអូខេចឹងឧទាហរណ៍មួយទៀតឧទាហរណ៍យើងចង់និយាយថាខ្ញុំគឺជាសិស្សអញ្ចឹងយើងត្រូវចេះប្រាប់ខ្ញុំ watashi សិស្ស gakse អញ្ចឹងយើងគ្រាន់កែត្រង់ចំណុចថាឆាយទៅជា gakse វិញប្រយោគនោះនឹងទៅជាប្រយោគមួយថាខ្ញុំគឺជាសិស្ស watashi wa gakse desu watashi wa gakse desu អូខេអ្នកទាំងអស់គ្នាតាមតន់អត់អូខេអញ្ចឹងយើងទៅប្រយោគមួយទៀតខ្ញុំគឺជាជនជាតិកម្ពុជាអញ្ចឹងយើងត្រូវតែចេះពាក្យខ្ញុំចេះពាក្យកម្ពុជានិងចេះពាក្យថាជនជាតិអូខេខ្ញុំក្នុងភាសាជប៉ុនគឺ watashi កម្ពុជាគឺ Cambodia ជនជាតិគឺจีนអញ្ចឹងប្រយោគទាំងមូលរបស់យើងគឺទៅជា watashi wa Cambodia jin desu watashi wa Cambodia jin desu អូខេត្រង់ចំណុចនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់សម្គាល់ចំណុចមួយគឺភាសាជប៉ុននិងភាសាកម្ពុជាគឺបញ្ច្រាស់គ្នាយ៉ាងម៉េចទៅគឺជនជាតិកម្ពុជាក្នុងភាសាជប៉ុនគឺ Cambodia jin វិញយើងមិនអាចនិយាយថា jin Cambodia ទេគឺយើងត្រូវតែនិយាយថា Cambodia jin វិញអូខេអញ្ចឹងសូមអ្នកទាំងអស់គ្នាចងចាំថាក្នុងភាសាជប៉ុននិងភាសាខ្មែរគឺនឹងបញ្ច្រាស់គ្នាភាគច្រើនគឺបញ្ច្រាស់គ្នាតែម្ដងភាគច្រើនគឺបញ្ច្រាស់គ្នាអញ្ចឹងគួរឲ្យកត់សម្គាល់និងចងចាំព្រោះវិញយើងនឹងបង្រៀនវិជ្ជាករថ្ងៃក្រោយឬក៏សន្ទនាផ្សេងទៀតវានឹងអាចធ្វើយើងច្រឡំឬក៏អាចធ្វើយើងខុសអូខេចងចាំថាភាសាជប៉ុនគឺបញ្ច្រាស់ពីភាសាខ្មែរយើងអូខេទាំង3ប្រយោគឧទាហរណ៍ទាំង3ប្រយោគនេះយល់យ៉ាងម៉េចដែរតែអ្នកទាំងគ្នាអាចសាប់តន់ហើយទៅនៅអូខេបើអាចចាប់បានហើយខ្ញុំបង្រៀនអ្នកទាំងគ្នាថាតើក្នុងភាសាជប៉ុនមានសព្វនាមអ្វីខ្លះក្នុងសព្វនាមភាសាជប៉ុនក៏ដូចជាសព្វនាមកម្ពុជាខ្មែរយ៉ាងដែរគឺខ្ញុំ watashi អ្នកあなたគាត់彼នាង彼女អញ្ចឹងអ្នកទាំងអស់គ្នាឲ្យប្រើសព្វនាមទាំងនេះដើម្បីរៀបរាប់ពីខ្លួនឯងអ្នកដទៃឬក៏គាត់ឧទាហរណ៍ខ្ញុំឈ្មោះឆៃអ្នកឈ្មោះកញ្ញាគាត់ឈ្មោះដុល្លារនាងឈ្មោះកញ្ចនាជាដើមអញ្ចឹងយើងអាចបង្កើតថា watashi wa chai desu あなたはអីគេជាដើមទៅអូខេតមកទៀតមុខងារមុខងារគឺថ្ងៃនេះខ្ញុំផ្ដល់អ្នកទាំងគ្នាតែ4ទេគឺសិស្សកាក់សេគ្រូបង្រៀន sensei បុគ្គលិកក្រុមហ៊ុន kaishain គ្រូពេទ្យ isha អូខេអញ្ចឹងអ្នកទាំងគ្នាអាចប្រើប្រាស់បានដើម្បីរៀបរាប់ពីអ្នកដទៃឬខ្លួនឯងឧទាហរណ៍យើងចង់និយាយថាគាត់គឺជាគ្រូបង្រៀនអញ្ចឹង kare wa sensei desu នាងគឺជាគ្រូពេទ្យ kanojo wa isha desu អូខេតមកទៀតនិយាយពីសញ្ជាតិថ្ងៃនេះខ្ញុំអាចសញ្ជាតិអ្នកទាំងគ្នា5គឺចំនួនប្រទេស5ទី1គឺ Cambodia កម្ពុជាក្នុងភាសាជប៉ុនអានថា Cambodia ចិន中国ជប៉ុន日本អាមេរិកកូរ៉េ韓国អូខេដែលយើងគ្រាន់ប្រើឈ្មោះប្រទេសទាំងនេះបូកថែមជាមួយនឹងជីនវានឹងទៅជាសញ្ជាតិនៃប្រទេសនីមួយឧទាហរណ៍ខ្ញុំចង់និយាយថាអ្នកគឺជាជនជាតិជប៉ុនあなたは日本人ですあなたは日本人です彼はアメリカ人です彼はアメリカ人ですគាត់គឺជាជនជាតិអាមេរិកគាត់គឺជាជនជាតិអាមេរិកអូខេតែអ្នកទាំងនេះអាចចាប់តន់ហើយឬនៅប្រសិនបើក្នុងករណីអ្នកទាំងអស់គ្នាចង់បានសព្វនាមផ្សេងមុខងារផ្សេងឬក៏ចង់បានសញ្ជាតិផ្សេងសូមឆានមកខ្ញុំឬក៏ផុសសំណួរនៅក្នុង Facebook page របស់ខ្ញុំនឹងអាចប្រាប់ជូនអ្នកទាំងអស់គ្នាថាមុខងារដែលអ្នកត្រូវការគឺជាអ្វីអូខេអញ្ចឹងខ្ញុំនឹងសូមណែនាំ page របស់ខ្ញុំគឺក្នុង Facebook ឈ្មោះថា share to you 168ដូច្នេះហើយអ្នកទាំងអស់គ្នាអាច search ក្នុង
cloud search របស់ Facebook បានដោយដាក់ share to you ម្ដង3ហើយនឹងចេញ2ទី1គឺចេញ page របស់ខ្ញុំមួយទៀតគឺចេញ group របស់ខ្ញុំអ្នកទាំងអស់គ្នាអាច join ទាំងពីរបានដោយ like និង join នៅ group របស់ខ្ញុំហើយមួយទៀតបើសិនមកអ្នកទាំងអស់គ្នារកមិនឃើញទេអ្នកទាំងអស់គ្នាអាចចូលទៅកាន់ home page របស់ខ្ញុំគឺ www.sharetoyou168.com សូមអរគុណច្រើនសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងគាំទ្រនិងចូលចិត្ត page របស់ខ្ញុំសូមជម្រាបលា